រឿងមរណៈភាពសង្សារខ្ញុំនៅសេតឆ្នាំទី1ក្រីក្រម្នាក់ឡើងមកពីខេត្តដើម្បីបន្តកិច្ចសិក្សានៅភ្នំពេញខ្ញុំជាអ្នកខេត្តកំពង់ចាមមកជួលបន្ទប់រួមនៅភ្នំពេញនៅម្ដុំទួលសង្កែថ្ងៃច័ន្ទដ៏សុខខ្ញុំធ្វើរកានៅហាងកាហ្វេមួយកន្លែងនៅម្ដុំបន្ទប់ជួលខ្ញុំដែរប្រាក់ខែគ្រាន់ទប់ថ្លៃសាលានិងចាយវេបន្តិចបន្តួចពេលខែណាខ្វាក់សុំពីពុកម្ដាយនៅស្រុកបន្ថែមម្ដាយខ្ញុំជាអ្នកលក់ចាប់ម្នាក់ឈ្មោះតៃតែគេជាកូនអ្នកមានខ្ញុំមិនហ៊ានស្រមៃថាបានគេជាគូទេគ្រាន់តែលួចស្រឡាញ់ទៅក្នុងចិត្តទៅសាលាម្ដងចង់តែលួចមើលមុខគេថ្ងៃណាគេមិនមកសាលាខ្ញុំគ្នាអារម្មណ៍រៀនទេថ្ងៃមួយនៅកន្លែងធ្វើការខ្ញុំស្រាប់តែឃើញគេមកញ៉ាំកាហ្វេខ្ញុំអៀនណាស់មិនហ៊ានមើលមុខគេចំទេគេស្រាប់តែសួរខ្ញុំថាឧត្តមធ្វើការនៅនឹងយូរនៅខ្ញុំញោមមាត់និយាយមិនចង់ចេញទេអៀនណាស់ខ្ញុំក៏ប្រាប់ថាធ្វើទៅបាន3ខែទេគេស្រាប់តែសួរទៀតថាចេញធ្វើការម៉ោងប៉ុន្មានអីក៏រស់រាយម្លេះក្រាស់ខ្ញុំហើយជួននាងទៅផ្ទះប្រយុបដែរហើយចាប់ពីពេលនោះមកពួកយើងឆាតលេងជាមួយគ្នានិយាយមិនចេះអស់មិនចេះធន់មិនដឹងជានិយាយរឿងស្អីខ្លះបើនិយាយទូរស័ព្ទជាមួយម៉ែ5នាទីមិនទាន់ទេបាត់ហើយសរសើរខ្លួនឯងកតេញញូនឹងស្រីមែនថ្ងៃមួយគេទៅហាងដែលខ្ញុំធ្វើការជាមួយមនុស្សប្រុសម្នាក់មើលទៅស្និទ្ធស្នាលខ្លាំងណាស់ទំនងជាសង្សារខ្ញុំខកចិត្តមិនស្ទើរទេមើលទៅបានត្រឹមជាអ្នកកំដរគេហ្នឹងខ្ញុំក៏លែងហ៊ាននិយាយស្និទ្ធស្នាលជាមួយគេដូចមុនគេដឹងថាខ្ញុំកើតអីក៏ប្រាប់ថាគាត់ជីបងប្រក់បង្កើតខ្ញុំរស្មីជីវិតក៏ចាប់ផ្ដើមមានឡើងវិញខំតែខកចិត្តអស់មិនស្ទើរទេខ្ញុំពេលវេលាចេះតែកន្លងផុតទៅពួកយើងទាំងពីរកាន់តែស្គាល់ចិត្តគ្នាខ្ញុំបានសុំគេធ្វើជាសង្សារទីបំផុតរឿងដែលខ្ញុំមិនហ៊ានពងក៏คล้ายជាការពិតគឺនាងបានព្រមធ្វើជាសង្សារខ្ញុំមិនដឹងចិត្តមុនធ្វើបុណ្យអីទេខ្ញុំពេលខ្ញុំចិនពីធ្វើការពួកយើងតែងតែញ៉ាំអីជាមួយគ្នាទៅមើលគុណជាមួយគ្នាអនុស្សាវរីយ៍ច្រើនរាប់មិនអស់យើងស្រឡាញ់គ្នាបាន1ឆ្នាំពេលនោះយើងរៀនឆ្នាំទី2ឪពុកម្ដាយខ្ញុំគាត់បានដឹងថាតីគឺជាសង្សារខ្ញុំតាំងពីពួកយើងតាក់ទងគ្នាបាន3ខែដំបូងប៉ុន្តែម៉ាក់ប៉ាតីពួកគាត់មិនទាន់ដឹងនៅឡើយទេឯនោះខ្ញុំបានសម្រេចចិត្តធ្វើរឿងឈួតមួយគឺបបួលនាងរត់ទៅតែ2នាក់ខ្ញុំខកខ្លាំងណាស់ដែលនាំកូនគេរត់បែបនេះសូមកុំធ្វើតម្រាបតាមខ្ញុំឲ្យសោះក្នុងថ្ងៃតែមួយពួកយើងសម្រេចចិត្តលះបង់ការសិក្សារត់ទៅនៅកំពង់សោមដើម្បីសាងជីវិតថ្មីតែលក់ខ្សែកពេជ្រនិងខ្សែដៃដើម្បីយកលុយធ្វើសាហ៊ុយទៅកំពង់សោមនិងសម្រាប់ចិញ្ចឹមជីវិតមុនពេលបានការងារធ្វើនិងបានប្រាក់ខែទៅដល់កំពង់សោមយើងរកបានផ្ទះជួលមួយកន្លែងព្រមទាំងការងារជាអ្នកទទួលភ្ញៀវនៅសន្តាគារមួយកន្លែងពេលនោះពួកយើងរស់នៅជាមួយគ្នាយ៉ាងមានសេចក្តីសុខពេលសម្រាប់ពីការងារពួកយើងទៅមាត់ទន្លេអង្គុយញ៉ាំមឹកអាំងថ្ងៃលិចពេលវេលាល្អបែបនេះមួយជីវិតមានប៉ុន្មានដងពួកយើងនៅមិនទាន់បាន1ខែផងព័ត៌មានបាត់កូនស្រីផ្សាយល្បីពេញ Facebook នោះគឺជាព័ត៌មានប៉ារបស់តៃស្វែងរកតៃយើងឃើញសភាពការមិនស្រួលក៏សម្រេចចិត្តនន់គ្នាឡើងទៅកោះកុងទៅរកភូមិនេសាទដែរនៅចាយយ៉ាងពីខេត្តពេលនោះសំណាងខ្លាំងណាស់ពួកយើងបានទៅដល់ភូមិនេសាទមួយហើយរកទិញផ្ទះដីតូចមួយកន្លែងនឹងសង់ខ្ទមតូចមួយធ្វើពីសង្កូស៊ីនៅជាប់ផ្ទះអ៊ំស្រីផល្លាដែលជាម្រិតតែអាណិតនាងកាន់តែខ្លាំងមុខនៅទីនេះបាន1ខែខ្ញុំក៏បានទាក់ទងទៅពុកម្ដាយខ្ញុំនៅកំពង់ចាម
Khiêng banរៀបរាប់រឿងរ៉ាវដែលបានកាត់ឡើងទាំងមុនបានប្រាប់ពួកកាតក៏ខកចិត្តនឹងខ្ញុំតែក៏ព្រមទទួលយកការពិតគ្រប់យ៉ាងព្រោះអ្វីបានកាត់ឡើងអស់ទៅហើយពួកកាតក៏ជូនពរខ្ញុំសុខសប្បាយហើយប្រាប់ឲ្យទៅលេងនឹងគាត់ផងពួកយើងនៅទីនោះបានរយៈពេល6ខែយ៉ាងមានសេចក្តីសុខបំផុតទោះមានវត្ថុល្អប្រើមិនមានអាហារឆ្ងាញ់ញ៉ាំក៏ពួកយើងមិនត្អូញត្អែពេលនោះតៃបានមានផ្ទៃពោះ3ខែខ្ញុំកាន់តែខំប្រាំងរកប្រាំងសន្សំទុកសម្រាប់ពេលកូនកើនមកសង្ឃឹមថាកូនកើតមកស្តាតកាត់តាមម្ដាយវារសៀលថ្ងៃទី5ខែ9ឆ្នាំ2017ខ្ញុំមកពីនេសាទវិញនៅក្នុងផ្ទះមានមនុស្សនៅខ្ញុំគិតថាតៃទៅផ្សារទិញបន្លែទុកធ្វើម្ហូបប៉ុន្តែពេលដែលខ្ញុំដើរទៅសួរអ៊ំហ្វាឡាប្រែទៅជារឿងដែលនឹកស្មានមិនដល់គ្រាន់តែឮគាត់និយាយចប់ចង្គង់ខ្ញុំលុតដល់ដីព្រលឹងហក់ចេញពីខ្លួនស្ទើរតែស្ទះសរសៃឈាមស្លាប់គាត់បានប្រាប់ខ្ញុំថាតៃបានទៅតាមឪពុកគេត្រឡប់ទៅភ្នំពេញវិញដំបូងនាងប្រកែកដាច់ខាតមិនព្រមទៅទេតែពេលដែលប៉ានាងគំរាមនឹងសម្លាប់ខ្ញុំបើនាងមិនព្រមទៅផ្ទះវិញ
ការខិតខំពុះពៀគ្រប់ឧបសគ្គមិនរាថយសង្ឃឹមខណ្ឌនឹងដល់ត្រយនៃសេចក្តីសុខតែចុងក្រោយពួកយើងនៅតែត្រូវបែកគ្នាខ្ញុំបានលក់ដីនឹងកូនខ្តំបានលួយខ្លះសម្រាប់ធ្វើសហហ៊ុយទៅភ្នំពេញវិញដើម្បីបន្តការសិក្សារំលងផុតបានមួយខែខ្ញុំបានទទួលដំណឹងពីមិត្តរបស់តីម្នាក់ថាតីមានស្លាប់បាត់ហើយនាងស្លាប់ដោយការធ្វើអាតឃាតខ្ញុំលឺដំណឹងនេះភ្លាមស្ទះស្លុតស្មារតីរោគធ្វើអ្វីមិនត្រូវចាប់ពីពេលនោះខ្ញុំលែងមានអារម្មណ៍ធ្វើអ្វីទាំងអស់រៀនក៏មិនចូលពេលខ្លាំងខ្ញុំចង់តែទៅតាមតៃនឹងកូនរបស់ខ្ញុំប៉ុន្តែចិត្តមួយទៀតអានេះពុកម៉ែនៅផ្ទះគាត់ខំចិញ្ចឹមយើងកម្រំបានគុណនេះមិនស្រួលទេហើយខ្ញុំធ្លាប់ធ្វើខំម្ដងហើយមិនចង់ធ្វើខុសដាក់គាត់ម្ដងទៀតកន្លែងនេះខ្ញុំចង់ផ្ដាំទៅបងប្អូនអ្នកស្ដាប់ថាទោះជាជួបរឿងអ្វីក៏ដោយមិនត្រូវជ្រើសយកការសម្លាប់ខ្លួនមកដោះស្រាយបញ្ហាទេយើងគង់តែមានផ្លូវផ្សេងដើម្បីបន្តជីវិតចូលមើលអ្នកលំបាកជាងយើងនិងអ្នកដែលអត់ជាងយើងតែគេនៅតែចង់រស់អ្នកខ្លះចង់រស់តែមិនបានរស់ព្រោះជំងឺបៀតបៀនព្រោះគ្រោះថ្នាក់ណាមួយយ៉ាងណាមិញគួរពិភាក្សាជាមួយអ្នកចិត្តស្និទ្ធដែលល្អឬនរណាម្នាក់ដែលយើងគិតថាអាចជួយដោះស្រាយបញ្ហាយើងបានពេលខ្លះយើងនឹកមិនឃើញវិធីដោះស្រាយតែអ្នកផ្សេងគេអាចនឹងរកដំណោះស្រាយល្អឲ្យយើងបានចូលមកសាច់រឿងយើងវិញបន្ទាប់ពីបានដឹងដំណឹងរបស់តៃហើយខ្ញុំក៏ត្រឡប់មកស្រុកកំណើតខ្ញុំវិញដើម្បីព្យាបាលផ្លូវចិត្តខ្ញុំនឹងជួយការងារពុកម្ដាយខ្លះពេលណាចិត្តខ្ញុំរឹងមាំឡើងវិញខ្ញុំនឹងមកបញ្ចប់ការសិក្សារបស់ខ្ញុំវិញតែខ្ញុំមិនឲ្យកំហុសចាស់កើតមានឡើងម្ដងទៀតទេកំហុសជាមេរៀនចូលគុំបណ្ដោយឲ្យកំហុសដដែលកើតម្ដងហើយម្ដងទៀតលើជីវិតអ្នកឲ្យសោះរឿងរបស់ខ្ញុំសូមបញ្ចប់ត្រឹមនេះសូមអរគុណសម្រាប់អ្នកដែលបានស្ដាប់មកដល់ចប់ជូនពរសំណាងល្អទាំងអស់គ្នា